ប្រជាពលរដ្ឋជិត200នាក់បានប្រមូលផ្ដុំគ្នានៅខេត្តកំពង់ស្ពឺដើម្បីទាមទារទៅតុលាការផ្ដល់យុត្តិធម៌ដល់តំណាង5នាក់របស់ពួកគេខណៈតំណាងទាំង5នាក់នោះចូលសវនាការតំណាងអัยការនៃអัยការអមសាលាដំបងខេត្តកំពង់ស្ពឺលោករ៉ាលីសួនបានកោះហៅតំណាងសហគមន៍ចំនួន5អង្គនាក់ដើម្បីចូលរួមជំរុំជម្រះកាលពីថ្ងៃទី18ខែមីនាឆ្នាំ2025ក្រោមបទចោទធ្វើឲ្យខូចខាតដោយចេតនានិងជេរប្រមាថជាសាធារណៈទៅបណ្ដឹងរបស់ក្រុមទាហានដែលប្តឹងពាក់ព័ន្ធទៅនឹងចំនួនដីធ្លីកាលពីឆ្នាំ2021បើតាមដីកាតំណាងពលរដ្ឋទាំង5នាក់នោះរួមមានលោកខូនសារ៉ិតលោកឈួនខឿនលោកឡោកសុកលីលោកឈុនធានិងលោកស៊ីងសុខំលោកលៀងប៉នជាសមាជិកសហគមន៍ឧត្តមស្រែពោះដែលបានចូលរួមប្រមូលផ្ដុំនៅមុខតុលាការប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថាលោកឡើងមកតុលាការនេះគឺដើម្បីគ្រប់គ្រងនិងលើកទឹកចិត្តដល់តំណាងសហគមន៍ដែលកំពុងជាប់បណ្ដឹងនិងកំពុងចូលសវនកម្មជំរុំជម្រះប្រជាសហគមន៍6រូបដែលខាងក្រមទាហានកងរថក្រោះគាត់បានប្តឹងថាខាងប្រជាសហគមន៍នេះអ្នកជាប់ចោតនេះទៅបានបំផ្លិចបំផ្លាញទ្រព្យរបស់គាត់ដូចជាការរីកផ្ទះនោះអីគាត់ហើយនៅក្នុងអង្គហេតុនោះបើនិយាយទៅទាំងអស់នោះអត់បានចូលរួមនឹងបំផ្លិចបំផ្លាញទ្រព្យរបស់ទេព្រោះយើងខ្ញុំក៏នាំគ្នាមកដើម្បីលើកទឹកចិត្តនឹងការឃ្លាំមើលតើដោយពួកដែលមានឈ្មោះចូលនៅក្នុងពាក្យបណ្ដឹងនោះតើលោកតុលាការគាត់ដោះស្រាយមានភាពយុត្តិធម៌សម្រាប់ពួកគាត់ដែរលោកជាច័ន្ទជាសមាជិកសហគមន៍ម្នាក់ទៀតបានលើកឡើងថាតំណាងពលរដ្ឋទាំង5នាក់មិនបានប្រព្រឹត្តកំហុសដោយការចោទប្រកាន់នោះឡើយលោកបានទាមទារឲ្យតុលាការឈលលើគោលការណ៍តម្លាភាពនិងយុត្តិធម៌ដើម្បីផ្ដល់យុត្តិធម៌ដល់តំណាងទាំង5រូបនោះសមាជិករូបនេះអះអាងថាប្រជាពលរដ្ឋបាននាំគ្នាគ្រប់គ្រងនិងអាស្រ័យផលលើដីសហគមន៍ឧត្តមស្រែពោះជាច្រើនឆ្នាំហើយប៉ុន្តែក្នុងអំឡុងឆ្នាំ2021ក្រុមទាហានបានមកទន្ទ្រានយកនិងបានប្រើអំពើហិង្សាដល់ពលរដ្ឋជាបន្តបន្ទាប់ខណៈពេលពលរដ្ឋតវ៉ាប្រឆាំងការរំលោភបំពានដីធ្លីលោកបន្ថែមថាសហគមន៍យើងខ្ញុំជួបការលំបាកអត់បានធ្វើការអីវល់តែរឿងគេប្តឹងឡើងចុះនឹងហើយខ្ញុំទៅចូលនៅក្នុងដីសហគមន៍នឹងគឺអត់បានទៅចូលទៅគេវាយតោគ្នាតិចគេវាយតោគ្នាច្រើនគេអត់ឲ្យចូលដែរវាផលវិបាកមានច្រើនហើយគឺជាយើងទៅអាស្រ័យផលក្នុងហ្នឹងអត់បានទេអត់បានទេសមាជិកសហគមន៍ឧត្តមស្រែពោះម្នាក់ទៀតអ្នកស្រីឈូនសេមអះអាងថាសប្តាហ៍ថ្ងៃពលរដ្ឋជួបការលំបាកខ្លាំងក្នុងការការពារទ្រព្យសម្បត្តិរួមអ្នកស្រីបញ្ជាក់ពលរដ្ឋតែងតែរងអំពើហិង្សាពីតំណាងទាហាននិងត្រូវបានជាប់បណ្ដឹងនៅតុលាការថែមទៀតខណៈអាជ្ញាធរមូលដ្ឋានមិនអើពើដោះស្រាយឡើយអន់ចិត្តហើយក៏ដែលខំការពារទៅអ្នកដែលបំផ្លាញទៅតែអត់អីតែអ្នកការពារទៅតែមានចប់ពាក្យមានរឿងឡើងតុលាការវិញតែឥឡូវភូមិបែសុំបីតែចូលក្នុងតំឡងគេក្នុងដីគេចាប់បាញ់គេបាញ់ឆ្នាំងាប់អស់ប្រមាណហើយតាំងពីដីសហគមន៍នឹងចម្រងចម្រាស់មានរឿងចឹងមកអ្នកស្រីឈុនសេមបានអំពាវនាវដល់តុលាការឲ្យទម្លាក់បទចោទនិងផ្ដល់សេរីភាពជូនតំណាងពលរដ្ឋឡើងវិញការនឹងរយុទ្ធធរឲ្យពួកខ្ញុំដែលខំការពារទាំងអស់គ្នានឹងមិនយកទៅជាចម្បាត់ដែលឯកជននេះជាចម្បាត់រួមការពារធនធានធម្មជាតិនិងគូអំពែបានដកសិទ្ធកងោកសិទ្ធពពេលសិទ្ធកោះមន់ឬឈើឬព្រៃអីលោកថេងសាវឿនប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជាដែលខ្លំមើលករណីនេះមានប្រសាសន៍ថាករណីទាហានប្តឹងតំណាងពលរដ្ឋទៅតុលាការនេះគឺជាការគំរាមកំហែងបំផិតបំភ័យកុំឲ្យពលរដ្ឋហ៊ានចូលរួមតវ៉ានិងការពារធនធានធម្មជាតិនៅក្នុងសហគមន៍ឧត្តមស្រែពោះតែប៉ុណ្ណោះខ្ញុំស្នើឲ្យយន្តការនៃការជំនុំជម្រះនេះឈរឬក៏លើកចោលនិងលុបចោលនៅនីតិវិធីជំនុំជម្រះឈប់ដោយទម្លាក់ចោលការចាប់ប្រកាន់ទៅលើតំណាងសហគមន៍ដែលគាត់ខិតខំ
ធ្វើការការពារធនធានធម្មជាតិបរិស្ថានរួមជាមួយនឹងការលើកកម្ពស់នៃការគោរពបូជានៃទីសក្ការៈបូជាផងដែរ ទោះជាយ៉ាងណាមកដល់ថ្ងៃនេះពលរដ្ឋអ្នកសារព័ត៌មានមិនទាន់អាចសុំការបំភ្លឺពីក្រមទាហានបានឡើយយ៉ាងណាសវនកម្មកាលពីថ្ងៃទី18 ខែមីនាឆ្នាំ 2025 គឺតុលាការមិនទាន់បានសម្រេចយ៉ាងណានៅឡើយនោះទេ